តើមានស្នេហានៅក្នុងវ័យសិក្សាល្អអត់ហើយបើល្អហ្នឹងវាល្អយ៉ាងម៉េចហើយបើមិនល្អហ្នឹងថាតើវាមានចំណុចអាក្រក់អីខ្លះអញ្ចឹងថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ធ្វើការចែករំលែកជាពិសេសទៅកាន់បងប្អូនណាអ្នកដែលកំពុងតែរៀននៅវិទ្យាល័យខ្ញុំគិតថាបងប្អូនដែលរៀននៅសាកលវិទ្យាល័យប្រហែលជាគាត់យល់ដឹងពីរឿងស្នេហាតំណែងនឹងអីច្រើននេះដោយសារគាត់អាចចាស់ទុំទៅលើចិត្តចាស់ទុំទៅលើគំនិតអីច្រើនណាហើយក៏ឃើញច្រើនមកហើយដែរអញ្ចឹងថ្ងៃហ្នឹងគឺមានប្រធានបទខ្លីៗចង់ធ្វើការចែករំលែកទៅកាន់បងប្អូនដែលរៀននៅវិទ្យាល័យយើងមានសង្សារនៅក្នុងវ័យសិក្សាអញ្ចឹងល្អអត់បើសម្រាប់ខ្ញុំគិតថាវាមិនអាក្រក់ទេហើយក៏វាមិនល្អដែរវាអាស្រ័យលើថាតើយើងសេពគប់ឬក៏យើងមានសង្សារហ្នឹងគាត់គឺជាប្រភេទមនុស្សបែបម៉េចហើយតើបន្ទាប់ពីយើងតាក់ទងគ្នាយើងមានតំណែងជាមួយគ្នាហ្នឹងគេនឹងនាំយើងទៅដើរផ្លូវរបស់គេឬក៏យើងនឹងនាំគេមកដើរផ្លូវរបស់យើងអញ្ចឹងហើយដែលឮពាក្យចាស់គេនិយាយថាឆ្នាំងណាគម្របនឹងអត់អ្នកទាំងអស់គ្នាបើសិនជាយើងសេពគប់មនុស្សដែលអត់ត្រូវសេពគប់មនុស្សដែលអត់ចូលរៀនសេពគប់មនុស្សដែលគាត់អត់សូវយកចិត្តទុកដាក់ជាមួយការសិក្សាបានគាត់ជាក្មេងខូចជាក្មេងពីលឬក៏អីអញ្ចឹងណាពិតណាស់បើទោះបីជាយើងចង់កែគាត់ចង់នាំគាត់មកដើរផ្លូវរបស់យើងក៏វាពិបាកដែរអ្នកទាំងអស់គ្នាអាហ្នឹងវាអាស្រ័យលើថាតើមនុស្សពីរនាក់ដែលសេពគប់គ្នាហ្នឹងអ្នកណាដែលជះឥទ្ធិពលខ្លាំងជាងអញ្ចឹងបើសិនជាយើងជះឥទ្ធិពលខ្លាំងជាងគេស្រឡាញ់យើងគេដើរតាមយើងអាហ្នឹងអត់អីទេហើយបុកសំជាមួយយើងគឺជាមនុស្សដែលចូលរៀនមនុស្សដែលរៀនបកកែមនុស្សដែលចេះមួយចេះពីរទៅអាហ្នឹងអូខេល្អឬក៏មួយទៀតយើងមានសង្សារដែរប៉ុន្តែគេគឺជាអ្នករៀនបកកែគេនាំយើងរៀនគេនាំយើងស្គាល់គ្រូគេនាំយើងចេះមួយចេះពីរអញ្ចឹងទៅអាប្រស័យតំណការតាក់ទងគ្នាហ្នឹងវាកាន់តែមានភាពរីកចម្រើនណាអ្នកនរគ្នារីកចម្រើនទាំងចិត្តគំនិតរីកចម្រើនទាំងគេហៅថាបញ្ញាការរៀនសូត្រឬក៏អីអញ្ចឹងទៅវាមានចំណុចល្អច្រើនណាស់អ្នកទាំងអស់គ្នាការដែលយើងមានសង្សារនៅក្នុងវ័យសិក្សាហ្នឹងឧទាហរណ៍ថាយើងទៅរៀនម្នាក់ឯងឬក៏អីអញ្ចឹងទៅយើងអត់សូវមានមិត្តភ័ក្តិឬក៏អីពេលដែលយើងមានសង្សារឬក៏អីអាចថាជាការចិត្តស្និទ្ធមួយដែរអ្នកទាំងអស់គ្នាដែលធ្វើឲ្យយើងមានអារម្មណ៍មួយចង់ទៅរៀនចង់ទៅសាលាឬក៏ចង់ទៅអីចឹងទៅប៉ុន្តែបើសិនជាយើងសេពគប់មនុស្សអត់ត្រូវទេពិតណាស់យើងអត់ចង់ចូលសាលាទេអ្នកទាំងអស់គ្នាហើយវាក៏អាចជួយយើងបានមួយផ្នែកទៀតដែរឧទាហរណ៍ថាយើងឆ្ងល់មេរៀនយើងអត់ចេះឬក៏យើងមានសំណួរឬក៏យើងមានអារម្មណ៍ថាយើងអត់សុខឬក៏អីក៏វាអាចជួយយើងបានដែរតាមរយៈការឆ្លើយឆ្លងគ្នាសាកសួរមេរៀនពីគ្នាទៅវិញទៅមកឬក៏យើងអាចបាត់ការអត់សុខរបស់យើងមួយចំនួនបានដែរប៉ុន្តែវាអាស្រ័យលើដែរអ្នកទាំងអស់គ្នាថាគ្រួសាររបស់អ្នកទាំងអស់គ្នាគាត់តឹងតែងឬក៏អត់នៅមានចំណុចល្អៗជាច្រើនទៀតដូចជាពេលដែលយើងសេពគប់គ្នាឬក៏ស្គាល់គ្នាតាំងពីនៅរៀនអញ្ចឹងគឺយើងមានពេលនៅក្នុងការមើលចិត្តគ្នាច្រើនអ្នកទាំងអស់គ្នាយូរឆ្នាំណាព្រោះមនុស្សម្នាក់អត់ដូចគ្នាអ្នកទាំងអស់គ្នាពីមួយឆ្នាំទៅមួយឆ្នាំគឺយើងមានការប្រែប្រួលណាអញ្ចឹងមានអ្នកខ្លះគាត់ស្គាល់គ្នាតាំងពីរៀននៅវិទ្យាល័យរហូតដល់គាត់រៀនចាប់សាកលវិទ្យាល័យឬក៏អីបានគាត់រៀបការអញ្ចឹងគាត់មានឱកាសនៅក្នុងការស្គាល់នៅក្នុងការមើលចិត្តគ្នានឹងគឺយូរខ្លាំងមែនតើធ្វើឲ្យតំណែងរបស់គាត់នឹងមិនងាយនៅក្នុងការមានបញ្ហាបើទោះបីជាគាត់រៀបការហើយគាត់បង្កើតគ្រួសារឬក៏អីអញ្ចឹងណាព្រោះយើងតំណែងវាយូរដែរអញ្ចឹងអាចស្គាល់ចិត្តគ្នាច្បាស់ចិត្តថ្លើមគ្នាច្បាស់ហើយប៉ុន្តែនៅពេលដែលយើងស្គាល់គ្នារយៈពេលខ្លីយើងអត់ដឹងទេអាចមួយឆ្នាំក្រោយមានការប្រែប្រួលឬក៏អីអញ្ចឹងណាអញ្ចឹងអាហ្នឹងក៏ជាចំណុចល្អមួយដែរអ្នកទាំងអស់គ្នាបើសិនជាយើងរាប់អានមិត្តភ័ក្តិឬក៏តំណែងស្នេហានឹងត្រូវការសិក្សារបស់យើងក៏វាចាប់ផ្ដើមគេហៅថារីចម្រើនដែរចំណេះដឹងរបស់យើងការគិតរបស់យើងបានន័យថាយើងឃើញអ្វីដែលអ្នកដទៃក៏អត់ឃើញឧទាហរណ៍ថាទំនាក់ទំនងយើងមានបទពិសោធន៍ខាងតំណែងស្នេហាអាការស្រឡាញ់ឬក៏អីហ្នឹងអញ្ចឹងណាអញ្ចឹងវាអាចជួយយើងបានមួយផ្នែកធំដែរបើតាមដែលខ្ញុំបទពិសោធន៍កន្លងមកដែលខ្ញុំបានឃើញមិត្តភ័ក្តិរបស់ខ្ញុំឬក៏អីអញ្ចឹងណាប៉ុន្តែអ្វីដែលអាក្រក់វិញបើសិនជាយើងរាប់អានមិត្តភ័ក្តិឬក៏សង្សារយើងមានស្នេហាឬក៏អីហើយសង្សាររបស់យើងនឹងគាត់អត់ចូលរៀនទេគាត់អត់ចូលចិត្តរៀនគាត់គឺជាមនុស្សដែលចូលចិត្តដើរលេងច្រើនហៅថាក្មេងពីលឬក៏អីអញ្ចឹងខ្ញុំមិនដឹងទេអាហ្នឹងអាស្រ័យលើអ្នកទាំងអស់គ្នាជាអ្នកជ្រើសរើសហើយកាត់សេចក្តីខ្លួនឯងទេប៉ុន្តែបើសិនជាយើងមានឥទ្ធិពលទៅលើគេជាងគេនឹងព្យាយាមកែដើម្បីមកតាមយើងប៉ុន្តែបើសិនជាគេមានឥទ្ធិពលជាងយើងប៉ុន្តែយើងបន្តិចម្ដងយើងនឹងប្រែប្រួលយើងនឹងកែទាំងចរិតទាំងផ្នត់គំនិតទាំងការគិតរបស់យើងនឹង
ទៅតាមគេអ្នកទាំងអស់គ្នាយល់អត់ពេលខ្លះយើងជាមនុស្សល្អសុកយើងពេលខ្លះយើងជាមនុស្សដែលនឹងធឹងការរៀនសូត្រក៏អីល្អស្រាប់តែពេលសេពគប់ម្នាក់ហ្នឹងឬក៏ស្គាល់ម្នាក់ហ្នឹងស្រាប់តែយើងប្លែកហ្មងយើងទៅជាមនុស្សម្នាក់ទៀតដូចគេហ្មងយើងអត់សូវចង់រៀនយើងលែងចូលសាលាយើងលែងសូវស្ដាប់ឪពុកម្ដាយលែងចង់ស្ដាប់ការទូលមានលែងចង់ស្ដាប់ពាក្យសម្ដីរបស់គ្រូឬក៏អីចឹងទៅអាហ្នឹងហើយគេហៅថាអត្តពលការចេះអត្តពលពីមនុស្សម្នាក់ទៀតគឺវាខ្លាំងបែបហ្នឹងឯងចឹងហើយបានជាមាន influencer អ្នកទាំងអស់គ្នាពី influencer ហ្នឹងគឺជាអ្នកដែលមានអត្តពលអ្នកដែលបានន័យថានិយាយអីទៅគឺវាជ្រាបជ្រែកមានអ្នកចូលចិត្តមានអ្នកអីចឹងទៅអញ្ចឹងហើយពិតណាស់បើសិនជាយើងសេពគប់មនុស្សដែលមិនត្រូវដែលមិនល្អទេមិនយូរទេយើងគង់ថាទៅតាមគេបើគេចេះអត្តពលខ្លាំងជាងមកលើជីវិតរបស់យើងអញ្ចឹងហើយអ្នកទាំងអស់គ្នាសេពគប់មិត្តភ័ក្តិក៏ដោយសង្សារក៏ដោយឬក៏អីក៏ដោយអ្នកទាំងអស់គ្នាមើលពីអត្តចរិតរបស់គាត់មើលពីការយើងហៅថាការរស់នៅប្រចាំថ្ងៃសកម្មភាពរបស់គាត់មិនដែរអីមិនដែរគាត់សេពគប់ប្រភេទមិត្តភ័ក្តិមិនដែរហើយអ្នកទាំងអស់គ្នាត្រូវសួរខ្លួនឯងវិញបើសិនជាយើងសម្រេចចិត្តថាយើងតាក់ទងគេយើងមានស្នេហាមួយគេនឹងថាតើយើងជាមនុស្សដែលមានអត្តពលលើគេជាងឬក៏គេនឹងមានអត្តពលជាងមកលើជីវិតរបស់យើងអញ្ចឹងកុំឲ្យអ្វីៗវាហួសពេលអ្នកទាំងអស់គ្នាព្រោះវ័យដែលអ្នកទាំងអស់គ្នាកំពុងតែរៀននៅវិទ្យាល័យគឺជាវ័យមួយដែលមានសេរីភាពអ្នកទាំងអស់គ្នាវ័យនៅរៀនវិទ្យាល័យគឺមានសេរីភាពមែនតើណាពេលដែលយើងមកដល់សាកលវិទ្យាល័យយើងចាប់ផ្ដើមបាត់បង់សេរីភាពបន្តិចពេលដែលរៀនចប់ចេញធ្វើការចេញអីចាប់ផ្ដើមលែងសូវមានសេរីភាពពីមុនខ្ញុំនិយាយទៅលើសេរីភាពហ្នឹងគឺសេរីភាពផ្លូវចិត្តណាអ្នកទាំងអស់គ្នាបើយើងនៅរៀនយើងរៀនអាចថាมันបកកាយมันអីប៉ុន្តែការសិក្សារៀនសូត្ររបស់យើងនឹងវាមិនធ្លាក់ដុនដាបវាមិនអន់ឬក៏អីចឹងទៅការសិក្សារបស់យើងក៏វាមិនប៉ះពាល់ដល់ចិត្តដល់ផ្លូវចិត្តដល់អីរបស់យើងដែរយើងអាចសប្បាយយើងអាចនៅក្មេងយើងអាចមានពេល enjoy ជីវិតរបស់យើងច្រើនណាអ្នកទាំងអស់គ្នាអញ្ចឹងហើយបើសិនជាអ្នកទាំងអស់គ្នាបំផ្លាញជីវិតរបស់អ្នកទាំងអស់គ្នានៅពេលហ្នឹងដោយការសេពគប់សង្សារខុសឬក៏អីជីវិតរបស់អ្នកទាំងអស់គ្នានឹងបាត់បង់អាយុវ័យនៅក្នុងកំឡុងពេលដែលយើងមានសេរីភាពផ្លូវចិត្តហ្នឹងអញ្ចឹងដល់ពេលដែលទៅថ្ងៃក្រោយបើសិនយើងអត់មានចំណេះពីការរៀននៅវិទ្យាល័យអត់មានការបញ្ចប់ការសិក្សាត្រឹមត្រូវគ្រួសាររបស់យើងអត់មានលទ្ធភាពឬក៏អីទៀតអ្នកទាំងអស់គ្នានឹងពិបាកនៅពេលដែលអ្នកទាំងអស់គ្នាត្រូវចេញធ្វើការត្រូវចេញរកស៊ីឬក៏អីអញ្ចឹងទៅហើយចេះស្ដែងទៅវាអត់ស្រួលទេយើងធ្វើអីក៏ដោយប៉ុន្តែគ្រាន់តែថាបើសិនជាយើងរៀបចំជីវិតរបស់យើងបានល្អយើងសេពគប់មនុស្សដែលត្រឹមត្រូវសង្សារដែលច្បាស់លាស់សង្សារដែលគេហៅថាមានចិត្តគំនិតចាស់ទុំនាំយើងរីកចម្រើនជីវិតរបស់យើងក៏វាអត់មានបញ្ហាដែរនៅពេលដែលអ្នកទាំងអស់គ្នាចេញមកធ្វើការចេញមករកស៊ីឬក៏អ្នកទាំងអស់គ្នាកសាងគ្រួសារមួយទៅកៃចឹងទៅប៉ុន្តែសម័យមើលថាបើសិនអ្នកទាំងអស់គ្នាសេពគប់សង្សារដើរលេង 2-3 ឆ្នាំអត់មានបានអីសោះវាអត់ប្រយោជន៍ទាំងអ្នកទាំងអស់គ្នាទាំងសង្សាររបស់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាសាកមកអង្គុយសម័យវិញមើលថាហេតុអីបានយើងទៅសេពគប់មនុស្សបែបហ្នឹងហេតុអីបានយើងត្រូវលះបង់ពេលវេលារបស់ខ្លួនឯងចាក់ពេល 2-3 ឆ្នាំចុងក្រោយអត់មានបានអីទេមានតែការបំផ្លាញជីវិតរបស់ខ្លួនឯងអញ្ចឹងណាអូខេមានចំណុចអាក្រក់ច្រើនទៀតបើសិនជាមនុស្សហ្នឹងវាកាន់តែអាក្រក់ចឹងហ្នឹងរឿងអាក្រក់គឺវានឹងនាំយើងទៅធ្វើរឿងអាក្រក់ច្រើនជាងនឹងទៀតដល់អត់ដឹងខ្លួនអីចឹងទៅអ្នកទាំងអស់គ្នាយើងអាចនឹងខូចគេឈ្មោះឬក៏អីចឹងទៅវាមានរឿងច្រើនទៀតអញ្ចឹងបានចាស់ឪពុកម្ដាយយើងគាត់រៀងតឹងតែងសម្រាប់ក្មេងៗសម្រាប់កូនជាពិសេសនៅស្រីហ្នឹងហ្មងដោយសារអីនៅពេលដែលអ្នកទាំងអស់គ្នាធំអ្នកទាំងអស់គ្នាចេញប្រឡូកនៅក្នុងសង្គមចេញធ្វើការចេញរកស៊ីឬអីអ្នកទាំងអស់គ្នាគឺបើសិនជាអ្នកទាំងអស់គ្នាមានប្រវត្តិមិនល្អអ្នកទាំងអស់គ្នាមានបញ្ហានេះបញ្ហានោះទី1វានៅលងបន្លាចអ្នកទាំងអស់គ្នាទី2អ្នកទាំងអស់គ្នាធ្វើអីក៏មានអារម្មណ៍ថាវាមានសម្ពាធដែរអ្នកទាំងអស់គ្នាអញ្ចឹងណាវាព្រោះវានៅដិតជាប់នៅក្នុងចិត្តរបស់យើងអញ្ចឹងវាពិបាកនៅក្នុងការរលុបបាត់អញ្ចឹងហើយបានជាកសាងអាពេលវេលាដែលយើងនៅរៀនហ្នឹងឲ្យល្អកសាងការចងចាំឲ្យល្អនៅពេលដែលយើងថ្ងៃខាងមុខថ្ងៃអនាគតរបស់យើងហ្នឹងគឺយើងអត់មានអីដែលជាប់នៅក្នុងចិត្តរបស់យើងនេះគឺយើងហាក់បីដូចជាធ្វើការទៅវាឆ្លាស់ដៃឆ្លាស់ជើងយើងចេញធ្វើការចេញរកស៊ីមានគ្រួសារតំណែងអីទៅវាហាក់បីដូចជាឆ្លាស់ដៃឆ្លាស់ជើងរបស់យើងអ្នកទាំងអស់គ្នាអូខេមានតែប៉ុណ្្នឹងទេអញ្ចឹងចុងក្រោយគឺចង់ផ្ដាំទៅបងប្អូនដែលរៀនសេពគប់មិត្តភ័ក្តិឬក៏សង្សារយើងមើលពីសកម្មភាពរបស់គេយើងមើលពីការសេពគប់មិត្តភ័ក្តិរបស់គេមានមិត្តភ័ក្តិមិនដែរហើយបើសិនតាសេពគប់
រយៈពេលខ្លីរយៈពេល1អាទិត្យ2អាទិត្យយើងមើលទៅអត់ស្រួលទេព្យាយាមផ្ដាច់តំណែងនឹងអ្នកទាំងអស់គ្នាកុំព្យាយាមឲ្យអត្តពលរបស់គេនឹងវាជះមកជីវិតរបស់យើងអញ្ចឹងអ្នកទាំងអស់គ្នាគួរតែរៀនមើលរៀនពិចារណារៀនគិតគូរអ្នកទាំងអស់គ្នាព្រោះបើមានបញ្ហាមានប៉ះពាល់តែនៅពេលយើងរៀនហ្នឹងឯងវាប៉ះពាល់ដល់ថ្ងៃអនាគតរបស់យើងអ្នកទាំងអស់គ្នាអាហ្នឹងគឺ serious ខ្លាំងមែនតើគេអរគុណច្រើនបាយមានតែប៉ុណ្្នឹងទេវីដេអូថ្ងៃហ្នឹង